ដូចរៀងខាន់ voice over យូរទៅពេលចឹងមានអារម្មណ៍ថាខ្មាស់ៗបន្តិចចឹងថ្ងៃហ្នឹងពួកខ្ញុំមកទិញទីរ៉ាមីស៊ូដើម្បីត្រៀមខ្លួនទៅស្រុកខ្មែរវិញហើយបានទិញឲ្យផ្ញើអ្នកផ្ទះដែរនំនឹងខ្ញុំសាកហើយអ្នកទាំងអស់គ្នាឆ្ងាញ់ហើយពេលខ្ញុំទៅហ្នឹងមកឡើងច្រើនហ្មងអ្នកទាំងអស់គ្នាចង់យើងត្រូវកំងគេហើយនៅចាំហើយនៅអូយនិយាយទៅរៀងងាយតិចទៅសារតែយើងខ្ចប់មកស្រុកខ្មែរត្រូវមានឡាំងមានអីចឹងណាអ្នកទាំងអស់គ្នាកំប៉ុងហ្នឹងឥឡូវខ្ញុំញ៉ាំអស់ហើយម៉ាក់ខ្ញុំក៏យកដាក់គ្រឿងក្រៅនៅក្នុងច្រានបាយទៀតមិនដឹងថាមានណាគេដេញម៉ាក់ខ្ញុំអត់ទេឲ្យតែញ៉ាំអីហើយឲ្យមានគ្រឿងដែកចឹងដឹងយកទៅដាក់គ្រឿងដាក់ខើដាក់ចូលទូទឹកកកបានចឹងទេដាក់សុភាជ័រដាក់អីចឹងណាអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នារបស់ពួកខ្ញុំក៏ខ្ចប់របៀបចឹងដែរគាត់ថាពួកខ្ញុំយករៀងច្រើនពេលចឹងទៅគេរៀងរៀបចំឲ្យរៀងយូរដែរបន្ទាប់ពីពួកខ្ញុំចាំរៀងយូរតិចចឹងទៅទីផតគឺដល់វេនពួកខ្ញុំហើយបន្ទាប់ពីគេខ្ចប់អីហើយចឹងទៅពួកខ្ញុំក៏ស្មានចិត្តថាយកឡានហ្នឹងយកទៅដាក់នៅបេនសិនតែពួកខ្ញុំអាចដើរបន្តទៅកាន់ឡានចឹងបានទេចាហើយមើលសកម្មភាពមិត្តភក្តិខ្ញុំគេកាន់ធីរ៉ាមីស៊ូគឺមានជាការអស់ហ្មងហត់មានលើកអីស្រួលបួលទេអូយណាធ្វើបាននេះកូនខ្មែរម្នាក់នេះអាចធ្វើបានខាងហ្នឹងគេមើលឡើងពេញហ្នឹងមកថាចំពួកមីអូននេះលេខអស់ចឹងហ្មងទៅពេលមិត្តភក្តិខ្ញុំមួយទៀតវិញគេលើកធម្មតាក៏មានអុកពីមិត្តភក្តិខ្ញុំនៅមុខហ្នឹងឯងនិយាយរំទៅតែខ្ញុំទៅតែផ្លូវក្លុកបាននាំគ្នានឹងរៀងលើកបើចឹងទៅគឺអស់តែម្ដងអ្នកគ្នាចាំមកថាមិនថាខ្ញុំទៅវៀតណាមមុនទៅមុនមកគឺខ្ញុំដឹងតែទៅចូលហាងនេះមុនគេហ្មងហាងហ្នឹងគឺជារបៀបហាងតែអ្នកទាំងអស់គ្នាហាងតែទឹកដោះគោហើយឈ្មោះគេគឺឈ្មោះសានឆាខ្ញុំដាក់ location ឲ្យនៅលើហ្នឹងខ្ញុំក៏បរិយាយរសជាតិរបស់វាមកខ្ញុំអាចនិយាយថារសជាតិកន្លែងហ្នឹងឆ្ងាញ់ជាងឆាជីដែលខ្ញុំទៅផឹកនេះបើខ្ញុំផឹកខ្ញុំចិត្តដាក់ស្ករទៅចិត្តឯអ្នកទាំងអស់គ្នាស្ករចិត្តមកល្មមពួកខ្ញុំមកគ្នាមកទិញតែហ្នឹងហើយគឺអ្នកគ្នាទៅទិញអាកន្លែងចាប់ក្រួយរបស់វៀតណាមមកអ្នកទាំងអស់គ្នាដែលខ្ញុំផុសថា disappoint ខ្លាំងថាទៅអត់ដូចគេ review វីដេអូទៅកន្លែងចាប់ក្រួយនេះខ្ញុំ review ឲ្យអ្នកទាំងអស់គ្នាអាចចូលមើលក្នុងវីដេអូខ្ញុំម្ដងទៀតមែនសារតែវីដេអូនេះខ្ញុំចង់ recommend ទៅកន្លែងនេះខ្ញុំចូលចិត្តឯងចង់ខ្ញុំកន្លែងខ្ញុំចូលចិត្តខ្ញុំអត់ចង់ដាក់អញ្ចឹងណាទាំងអស់គ្នាខ្ញុំឆ្ងល់អ្នក review មួយចំនួនបើថាកន្លែងហ្នឹងមិនល្អមិនឆ្ងាញ់មិនអីហើយមិននិយាយអ្នកគ្នាឲ្យតែកន្លែងល្បីគេនិយាយ review ច្រើនថាល្អទៅខ្លួនឯងញ៉ាំទៅអត់ឆ្ងាញ់តម្លៃថ្លៃមិនក៏ review តាមគេទៅឯងថាល្អដែរអញ្ចឹងខ្ញុំនិយាយមិនខ្ញុំ disappoint ខ្លាំងមកឲ្យខាត់ពេលសម្រាប់ខ្ញុំអ្នក review ដែរប៉ុន្តែខ្ញុំអត់ចង់ឯងបើថាឆ្ងាញ់គឺខ្ញុំថាឆ្ងាញ់ថាអត់គឺថាអត់គឺចង់ដូចខ្ញុំចង់ខាត់ពេលឡើងកន្លះថ្ងៃទៅតាមការគេ review ខ្ញុំមិនមែនថាចង់បន្ទោសគេអីទេប៉ុន្តែអ្នកទាំងអស់គ្នាព្យាយាមយកកណ្ដិតស្មោះត្រង់ហ្នឹងចេញមកនិយាយកណ្ដិតតខ្លួនមែនអ្នកទាំងអស់គ្នាឃើញគេ review ថាល្អខ្លួនឯងទៅពេញចិត្តឲ្យ review ថាល្អដែរខ្ញុំវាវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលមើលវីដេអូខ្ញុំពីដើមរហូតដល់ចប់